ទ័ពពីការបង្ហូរឈាមយ៉ាងធំសម្បើមអស្ចារ្យនៅថ្ងៃ26មីនានៅក្នុងខេត្តកំពង់ចាមការប្រយុទ្ធរវាងកងទ័ពព្រៃវៀតណាមខាងជើងកងទ័ពវៀតកុងកងទ័ពខ្មែរក្រហមជាមួយនឹងកងទ័ពឧត្តមសេនីយ៍យឺណុលបានបន្តយ៉ាងខ្លាំងថែមទៀតរហូតដល់ថ្ងៃ28-29មីនានាថ្ងៃ28មីនានោះរថក្រោះរបស់ឧត្តមសេនីយ៍យឺណុលបានដណ្ដើមយកខេត្តកំពង់ចាមបានវិញហើយរុញច្រានកងទ័ពវៀតកុងបែកខ្ចាត់ខ្ចាយអស់កងទ័ពព្រៃវៀតណាមកុម្មុយនីសបាននាំគ្នារត់ទៅពួននៅក្នុងព្រៃភ្នំបូកូគិរីរម្យនិងកំពង់ស្ពឺនៅចំពោះមុខសហគមន៍អន្តរជាតិទោះបីរបបរបស់ឧត្តមសេនីយ៍យឺណុលសេរីម៉ាតាបានត្រូវអ្នកកាសែតឆ្វេងនិយមថ្កោលទោសយ៉ាងណាក្តីក៏នៅទីបំផុតបានត្រូវលោកអ៊ូថានអគ្គលេខាធិការអង្គការសហប្រជាជាតិនៅពេលនោះទទួលស្គាល់ថាជារបបត្រឹមត្រូវតាមផ្លូវច្បាប់ព្រោះជាសង្គ្រាមដែលរដ្ឋាភិបាលប្រទេសមួយធ្វើឡើងដើម្បីប្រយុទ្ធតស៊ូនឹងកងទ័ពឈានពានបរទេសដោយយោងទៅតាមច្បាប់អន្តរជាតិនៅថ្ងៃ6មេសាឆ្នាំ1970ដដែលនោះអង្គការសហប្រជាជាតិចាត់ទុកថារបបរបស់ឧត្តមសេនីយ៍យឺណុលជារបបត្រឹមត្រូវតាមផ្លូវច្បាប់ដោយទាត់ចោលទាំងស្រុងនៅការប្រកាសរបស់សម្ដេចនរោត្តមសីហនុមុននេះបន្តិចគឺនៅថ្ងៃ30មីនាឧត្តមសេនីយ៍យឺណុលបានអំពាវនាវសូមឲ្យសហគមន៍អន្តរជាតិជួយធ្វើការទប់ទល់នឹងកម្លាំងវៀតកុងនៅក្នុងប្រទេសព្រោះក្រោយពេលដែលកងទ័ពឧត្តមសេនីយ៍យឺណុលវាយយកកំពង់ចាមបានវិញកងទ័ពវៀតកុងត្រៀមលក្ខណៈវាយសារជាថ្មីទៀតនៅក្នុងទ្រង់ទ្រាយមួយដ៏ធំនៅថ្ងៃ30មីនាដដែលនោះកងទ័ពនាវាចរវៀតណាមខាងត្បូងបានចូលមកជួយធ្វើអន្តរាគមន៍ប៉ុន្តែអន្តរាគមន៍នោះបានធ្វើឲ្យប៉ះពាល់ជាទម្ងន់ដល់ប្រជាជនខ្មែរព្រោះពួកគេបានប្រកាន់អាកប្បកិរិយាមិនគួរគប្បីដូចជាការរំលោភទៅលើស្ត្រីភេទជាដើមទោះបីឧត្តមសេនីយ៍យឺណុលបានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរអព្យាក្រឹតភាពឥតលំអៀងរបស់រដ្ឋាភិបាលខ្មែរក្តីក៏បន្តិចម្ដងការប្រយុទ្ធទប់ទល់នឹងការឈានពានរបស់កងទ័ពវៀតណាមខាងជើងបានคล้ายទៅជាសង្គ្រាមរវាងបុកមនោគមវិជ្ជាទាំងពីរដែរសូមបញ្ជាក់បន្ថែមថាបន្ទាប់ពីសម្ដេចនរោត្តមសីហនុបានត្រូវសភាទាំងពីរទម្លាក់ពីអំណាចយុវជននិងបញ្ញវន្តខ្មែរជាច្រើនបានសម្ដែងនៅការអបអរសាទរយ៉ាងខ្លាំងព្រោះនៅទីបំផុតរដ្ឋអំណាចខ្មែរដេញកងទ័ពឈ្លានពានចេញពីស្រុកហើយមួយចំណែកទៀតប្រទេសកម្ពុជានឹងប្រកាន់យករបបសាធារណរដ្ឋគឺរបបមួយដែលគេប្រាថ្នាចង់បានតាំងពីយូរមកហើយនៅថ្ងៃ11មេសាយុវជនចំនួន 10000 នាក់បានមកជួបជុំគ្នានៅពហុកីឡាដ្ឋានដើម្បីរៀបចំដំណើរព្យុហយាត្រាមួយយ៉ាងអធិកអធមប្រារព្ធការស្រស់ស្រួលមូលមតិរួមគ្នាជាសម្បត្តិតែមួយទោះបីរដ្ឋាភិបាលរបស់ឧត្តមសេនីយ៍យឺណុលស្ថិតនៅក្នុងភាពត្រឹមត្រូវតាមផ្លូវច្បាប់ក្តីទោះបីមានការគាំទ្រពីមជ្ឈដ្ឋាននានាក្តីហើយទោះបីកងទ័ពបានកើនពីជាង 30,000 នាក់មកដល់ 12,000 នាក់ក្តីក៏ប្រទេសទាំងមូលស្ថិតនៅក្នុងកង្វល់មួយដ៏ធំព្រោះត្រូវប្រឈមមុខនឹងកងទ័ពវៀតណាមខាងជើងនិងកងទ័ពខ្មែរក្រហមដែលមានកម្លាំងខ្លាំងមហិមាម្យ៉ាងទៀតសភាពការបែបនេះមិនអនុញ្ញាតឲ្យឧត្តមសេនីយ៍យឺណុលអាចរៀបចំរបបថ្មីដោយស្រួលបានទេជាហេតុធ្វើឲ្យសេដ្ឋកិច្ចទាំងមូលចុះស្រុតយ៉ាងខ្លាំងសូមបញ្ជាក់ថានៅពេលនោះប្រទេសវៀតណាមកុម្មុយនីសនិងប្រុកកុម្មុយនីសទាំងមូលបានត្រូវសាធារណមតិគាំទ្រយ៉ាងសម្បើមព្រោះទី1សហរដ្ឋអាមេរិកធ្វើសង្គ្រាមឈានពានទៅលើប្រទេសវៀតណាមទី2នៅក្នុងពិភពលោកទាំងមូលនៅពេលនោះមនោគមវិជ្ជាកុម្មុយនីសបានត្រូវយុវជននិងបញ្ញវន្តនាំគ្នាគាំទ្រពេញទំហឹងបើកុំតែមានសភាពការបែបនេះរបបសាធារណរដ្ឋខ្មែរដែលបានត្រូវប្រកាសនៅថ្ងៃ9តុលាឆ្នាំ1970
ប្រហែលជាអាចមានជំហររហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះដើម្បីវាយរំលំរបបឧត្តមសេនីយ៍យន់ណុលសម្ដេចនរោត្តមសីហនុបានបង្កើតរដ្ឋាភិបាលមួយនៅថ្ងៃ5ឧសភាឆ្នាំ1970ដដែលនោះដោយមានបង្អែកពីកងទ័ពខ្មែរក្រហមនិងកងទ័ពវៀតណាមខាងជើងព្រមទាំងជំនួយសពសារពើពីប្រទេសចិនប្រជាមានិតដោយរដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុមានបង្អែកពីកុម្មុយនីសដូច្នេះសហរដ្ឋអាមេរិកទៅតែជួយរដ្ឋាភិបាលឧត្តមសេនីយ៍យន់ណុលជាកំហិតបើពុំនោះសោតទេប្រទេសកម្ពុជាទាំងមូលនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃកុម្មុយនីសជាពុំខានប៉ុន្តែទាល់តែនៅថ្ងៃ15កញ្ញាឆ្នាំ1970ទើបទីក្រុង Washington មានផែនការជួយប្រទេសកម្ពុជាជាដុំកំភួនប៉ុន្តែគឺចាប់តាំងពីពេលនោះដែរដែលប្រទេសកម្ពុជាคล้ายទៅជារៀនប្រយុទ្ធមួយដ៏ខ្លោចផ្សារវាងកម្លាំងកុម្មុយនីសនិងកម្លាំងរបស់សហរដ្ឋអាមេរិកខ្ញុំសូមស្ទើរត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីសភាពការនេះបន្តទៅទៀត